លោកបណ្ឌិតសុកទុយសូមជម្រាបសួរលោកបាទជម្រាបសួរលោកបណ្ឌិតនៅពេលនេះពលរដ្ឋកម្ពុជាពលរដ្ឋដែលមានឈាមជ័រឬខ្សែស្រឡាយចិននិងវៀតណាមផងនោះក៏កំពុងតែប្រារព្ធពិធីសែនចូលឆ្នាំចិននិងវៀតណាមអ្វីដែលខ្ញុំបាទនឹងលើកយកមកដើម្បីសូមការបញ្យល់ពីលោកបណ្ឌិតនៅពេលនេះគឺថាវាហាក់ដូចជាមាននិន្នាការមួយក្នុងពេលបច្ចុប្បន្ននេះហើយនិន្នាការនោះវាខ្លាចទៅជាធម្មតានិងប្រពៃណីទៅទៀតនៃការសែនចូលឆ្នាំចិនគឺកំណើននៃការសែននេះឯងលោកបណ្ឌិតដែលជាអ្នកតាមដានការវិវត្តរបស់សង្គមមួយរូបដែរនោះសូមលោកផ្ដល់ចំណាប់អារម្មណ៍តាក់ទងទៅនឹងកំណើននៃការផលនៃការប្រតិបត្តិសែនចូលឆ្នាំចិននេះលោកបាទចំណុចនេះយើងមាន5ចំណុចដែលតាក់ទងនឹងការកើននៃការសែនចិននេះទី1យើងឃើញហើយដោយសារតែប្រជាជនរបស់ចិនហ្នឹងទាំងជនជាតិដើមទាំងជនជាតិពាក់កណ្ដាលជនជាតិឬហៅថាកូនកាត់ហ្នឹងកាន់តែមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជានឹងទី1ទី2យើងឃើញហើយដោយសារតែការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជាពិសេសគឺចិនបានក្តាប់សេដ្ឋកិច្ចនៅទឹកដីកម្ពុជានឹងសឹងតែ 70% នៃសេដ្ឋកិច្ចទាំងចិនទាំងវៀតណាមបើយើងអាចទៅមើលផ្សារមើលនៅកន្លែងប្រជុំជនគឺភាគច្រើនសឹងសិតតែជាអ្នកដែលមានស្រឡាយកូនកាត់ជាចិនឬជាចិនជាវៀតណាមនឹងតែម្ដងដូច្នេះចំណុចទី3នឹងការដែលប្រជាជនខ្មែរដែលធ្លាប់តែឃើញការរីកចម្រើនរបស់ប្រជាជនចិនដែលកូនកាត់ចិនហ្នឹងអញ្ចឹងគេក៏ចង់ធ្វើដូចប្រជាជនដែលកាត់ចិនយ៉ាងដែរចំណុចទី4យើងដឹងហើយថាអ្នកដែលកាន់ក្នុងរដ្ឋាភិបាលកាន់នៅក្នុងប្រទេសជាតិហ្នឹងយើងនិយាយទៅថាមិនសឹងតែគ្មានអ្នកណាមួយសុទ្ធបើប្តីមិនចិនប្រពន្ធចិនខ្សែចិនបំខាងស្រីខាងតែអញ្ចឹងឥទ្ធិពលហ្នឹងវាបានគ្របដណ្ដប់ដោយឥតដឹងខ្លួនហើយធ្វើឲ្យគេថាខ្លះថាសែនខាងឪខ្លះសែនខាងម៉ែហេតុអីបានជាវាលាយចូលទៅក្នុងរឿងហ្នឹងយើងបានដឹងហើយថាកាលពីឆ្នាំ1979នៅពេលដែលវៀតណាមវាយចូលមកកម្ពុជាហើយចិនវាយចូលទៅវៀតណាមពេលនោះវៀតណាមបានបែងចែកប្រជាជនកម្ពុជាចេញជាពីរប្រភេទគឺចិនដែលមានកូនកាត់ចិននិងខ្មែរហើយចិនហ្នឹងគឺគេចាត់ថា351ហ្នឹងដែលធ្វើឲ្យប្រជាជនចិនភ័យខ្លាចនិន្នាការហ្នឹងគេបានបំលែងខ្លួនសមាហរណកម្មចូលទៅក្នុងសញ្ជាតិរបស់ខ្មែរអញ្ចឹងហើយចំនួនហ្នឹងយើងមើលអត់ឃើញគេមានតកូលដូចខ្មែរតកូលសុកតកូលរដ្ឋាតកូលមនីអីហ្នឹងប៉ុន្តែគេមានឈាមជ័រជាចិនដោយសារគេបំលែងឈ្មោះរបស់គេហ្នឹងឲ្យទៅជាខ្មែរដើម្បីអីដើម្បីកិច្ចពីការត្រួតពិនិត្យរបស់មន្ត្រីរាជការនាសម័យនោះក្រោយមកទេដែលគេបានដល់ពេលសម្ដេចនាយកហ្នឹងហ៊ុនសែនហ្នឹងគាត់បានបញ្ញាចិត្តថាគាត់នឹងកែ351ហ្នឹងអញ្ចឹងពេលដែលក្រោយមកគេបើកទូលាយតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគេផ្ដល់ឲ្យប្រជាជនកម្ពុជាមានសេរីភាពនៃការជឿដូច្នេះប្រជាជនទាំងអស់បានងើបឡើងដោយលែងគិតពីពណ៌សម្បុរចិនឬខ្មែរហ្នឹងគេក៏អាចធ្វើនេះបុណ្យនេះយ៉ាងអធិកអធមបាទហើយចំណុចមួយទៀតគឺចំណុចដែលសំខាន់ដែរគឺប្រពៃណីរបស់ចិននឹងបានជ្រាបចូលយើងឃើញហើយវត្តចិនម៉ុងសាយបាទអាហ្នឹងដែលធ្វើឲ្យប្រជាជនយើងចាប់អារម្មណ៍ដល់ពេលគេលោតទៅឃើញបានសេចក្តីសុខរកស៊ីមានបានប៉ុន្តែខ្មែរយើងអត់រំរកស៊ីទេបែរជាឃើញគេរកស៊ីបានឃើញគេលោតតាមគេទៅហើយឃើញគេសែនតាមគេទៅហើយសួរថាម៉េចក៏អត់ដឹងទេថាសែននឹងយ៉ាងម៉េចក៏អត់ទេលោកបណ្ឌិតយើងមិនចង់និយាយអំពីបញ្ហាជាតិនិយមអ្វីនោះទេក៏ប៉ុន្តែបញ្ហាមួយដែលយើងត្រូវតែដោះស្រាយនោះគឺទាក់ទិននឹងបញ្ហារដ្ឋបាលឯនោះវិញទេកម្ពុជាមានបុណ្យចូលឆ្នាំចំនួន2ទៅហើយមែនតើទៅបច្ចុប្បន្ននេះទី1គឺបុណ្យចូលឆ្នាំខ្មែរហើយទី2គឺបុណ្យចូលឆ្នាំសកលដែលរដ្ឋាភិបាលកំណត់ប្រកាសជាថ្ងៃឈប់សម្រាកដោយឡែកពិធីសែនចូលឆ្នាំចិនសម្រាប់បងប្អូនខ្សែស្រឡាយចិនដែលយើងនិយាយបច្ចុប្បន្ននេះថាអញ្ចឹងវាមិនមែនជាពិធីបុណ្យជាតិឡើយប៉ុន្តែជាក់ស្ដែងលោកបណ្ឌិតក៏បានជួបប្រទេសដែរគឺថានៅតាមសាលាក្តីតាមកន្លែងធ្វើការក្តីជាពិសេសកន្លែងធ្វើការរដ្ឋទោះជាមិនមានការបញ្ជាឲ្យឈប់សម្រាកជាផ្លូវការក៏ប៉ុន្តែអ្នកធ្វើការខ្លួនឯងនោះគាត់ឈប់ដោយឯងជាស្រេចប្រវត្តិតើបញ្ហានេះគួរដោះស្រាយយ៉ាងណាលោកបណ្ឌិតបាទកន្លែងនេះយើងលំបាកណាស់ដោយសារនៅស្រុកយើងគេថាច្បាប់តូចជាងទម្លាប់ហើយទម្លាប់ហ្នឹងវាគ្របដណ្ដប់នឹងទីគ្របដណ្ដប់ទៅលើច្បាប់ទម្លាប់ដូចថាទម្លាប់យើងបានឈប់ដែលអត់មានការទទួលភ្លើប្រព័ន្ធរដ្ឋបាលហ្នឹងគឺអត់ទេចំណុចទី1ចំណុចទី2ហ្នឹងមិនអាចចំណាត់ការបានដោយសារអីយើងបាននិយាយខាងដើមមកវិញគឺថាដោយសារមេដឹកនាំរបស់កម្ពុជាហ្នឹង
ភាគច្រើនមេដឹកនាំនៅក្នុងស្ថាប័នក្រសួងមន្ទីរទាំងអស់ហ្នឹងមានឈាមជ័រជាចិនបើមិនប្រពន្ធប្តីបើប្តីប្រពន្ធដូច្នេះអញ្ចឹងគាត់អាចឈប់ជាស្វ័យប្រវត្តិហើយបើមេឈប់ហើយកូនចៅក៏ត្រូវតែឈប់ដល់ឈប់ទៅវាទៅជាទម្លាប់អាទម្លាប់ហ្នឹងវាមិនមែនជាច្បាប់ទេអាហ្នឹងចំណុចទី1ចំណុចទី2ហេតុអីយើងចំណាត់ការអត់បានពីព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញអត់ចែងមែនប៉ុន្តែខ្មែរយើងមានចរិតមួយថាម៉េចទេបើសិនជាអ្នកនយោបាយមានឆន្ទៈអនុវត្តទៅលើផ្លូវហ្នឹងខ្ញុំជឿជាក់ថានឹងធ្វើបានប៉ុន្តែបើសិនជាមេដឹកនាំមានឈាមជ័រជាកូនកាត់ដែរខ្ញុំជឿជាក់ថាមិនអាចធ្វើទៅរួចទេនៅក្នុងការអនុវត្តរដ្ឋបាលពីព្រោះរដ្ឋបាលវាចេញពីអីពីឆន្ទៈអ្នកនយោបាយព្រោះរដ្ឋបាលមិនមែនចេញឆន្ទៈថ្នាក់ក្រោមទេព្រោះរដ្ឋបាលគឺបញ្ជាគឺអនុវត្តអញ្ចឹងស្រុកខ្មែរយើងច្បាប់មិនសូវគោរពទេប៉ុន្តែគោរពអនុសាសន៍គោរពយោបល់ឬក៏គោរពបញ្ជាអានឹងដែលជាបញ្ហាសំខាន់នៅក្នុងសង្គមកម្ពុជាដូច្នេះបើសិនជាចង់ឲ្យរដ្ឋបាលមានសុខភាពវាត្រូវតែចេញពីឆន្ទៈរបស់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងស្ថាប័ននីមួយៗវិធានការនោះបើតាមលោកបណ្ឌិតឃើញនោះថាតើគួរចេញតាមផ្លូវណាបញ្ហានេះបញ្ហានេះគឺយើងចេញមកពីស្អីយើងចេញថាបើយើងគោរពច្បាប់តែម្ដងបើច្បាប់អត់មានឈប់យើងក៏ឈប់ហើយបើឈប់យើងត្រូវដាក់ពិន័យប៉ុន្តែដាក់ពិន័យមិនបើសិនជាប្រធានស្ថាប័នសិតតែមានឈាមជ័រជាកូនកាត់ចិនជាសាច់សាលោហិតចិនវៀតណាមខ្មែរវៀតណាមឥឡូវនេះកម្ពុជាភាគសុទ្ធហ្នឹងមិនសូវជាមានទេដូច្នេះទេយើងលំបាកណាស់បើសិនជាលំបាកបែបហ្នឹងយើងគួរតែបង្កើតច្បាប់ទៅថាឲ្យឈប់រយៈពេលប្រហែល2ថ្ងៃឬក៏1ថ្ងៃកុំជៀសវាងគ្មានច្បាប់ឲ្យឈប់វាទៅជាសង្គមអត់ច្បាប់ប្រទេសអត់ច្បាប់បែបគ្មានរដ្ឋបាលត្រឹមត្រូវលោកបណ្ឌិតសប្តាហ៍ថ្ងៃនេះស្ថានភាពជាក់ស្ដែងនោះគឺកំណើននៃវិនិយោគិនចិនក៏មានច្រើនដែរតើជាឥទ្ធិពលនៃការមកដល់នៃវប្បធម៌ចិននៅក្នុងប្រទេសកម្ពុជាដែរទេចំណុចនេះក៏ជាចំណុចមួយជ្រុងដែរមិនបដិសេធប៉ុន្តែជ្រុងច្រើនណាស់ដែលធ្វើឲ្យកម្ពុជាទទួលយកប្រពៃណីហើយខ្មែរយើងមានទម្លាប់ទទួលយកដោយឥតដឹងខ្លួននៅពេលណាគេអស្ចារ្យនៅសម័យអាណានិគមនិយមបារាំងយើងយកចរិតដោយបារាំងចឹងរហូតដល់ស្លៀកខោខ្មែរយើងខោចៅដល់ពេលបារាំងគេស្លៀកខោច្រត់ចកេះហើយខោបារាំងចឹងបីស្អីក៏បារាំងដែរទៀបបារាំងស្អីខ្ទឹមបារាំងអញ្ចឹងកាលណាបារាំងធ្វើឥទ្ធិពលខ្មែរចាប់ដិតយកស្អីដែលជាសារជាតិរបស់ខ្មែរហ្នឹងគឺឆាប់ភ្លេចហើយដល់ឥឡូវនេះដោយសារឥទ្ធិពលនៃសេដ្ឋកិច្ចក៏ដូចជាទំនាក់ទំនងដ៏រឹងមាំរបស់រដ្ឋាភិបាលធ្វើឲ្យខ្មែរនឹងមោទនភាពដោយសារចិនមកបង្ហាញគឺមានគេថាមានលុយមានស្អីគ្របដណ្ដប់ទៅលើក្នុងវិស័យទាំងសេដ្ឋកិច្ចទាំងនយោបាយទាំងវប្បធម៌ហើយចិនបានដុសដាលវប្បធម៌នេះវានៅក្នុងជាមួយខ្មែរនឹងយូរណាស់ហើយដោយសារអីខ្មែរកាត់ចិនចិនកាត់ខ្មែរហើយទទួលយកព័ត៌មាននឹងហើយមួយទៀតនឹងខ្មែរប្រើប្រាស់ភាសាចិនដោយអត់ដឹងអត្ថន័យក៏ប្រើដែរឧទាហរណ៍ថាប្រើកុងម៉ាហៀចឹកអីចឹងឧទាហរណ៍ចឹងហើយយើងគិតមើលនៅក្នុងទីផ្សារគេមោទនភាពណាស់បើគេឲ្យហៅហៀបើសិនហៅពូមីងគេអត់គេហាក់ដូចជាពូមីងគ្មានលុយទិញស្អីចឹងអញ្ចឹងគេហាក់ដូចជាបន្ទោសផ្អាប់បើគេហៅពូមីងអញ្ចឹងហើយបានជាខ្ញុំនៅតាមផ្សារខ្ញុំមិនមែនជានិយមប៉ុន្តែគាត់ថាខ្ញុំមានឈាមជ័រជាខ្មែរមិនដឹងថាជាដូនតាខ្ញុំកាត់ចិនខ្ញុំមិនដឹងប៉ុន្តែខ្ញុំខ្មែរខ្ញុំយល់ថាខ្មែរមានភាសាសម្បូរបែបហើយភាសាខ្មែរមានតម្លៃប៉ុន្តែប្រជាជនដែលមានជីវភាពខ្ពស់គេលែងប្រើភាសាខ្មែរនៅក្នុងភាសាគួរសមឧទាហរណ៍អាហៀចឹកទីអាមួយអីចឹងនៅក្នុងទីផ្សារនឹងហើយដែលវាជះឥទ្ធិពលដោយឥតដឹងខ្លួនហើយអ្នកទាំងអស់នោះគោរពដល់ពេលទម្លាប់ហៅនិយាយថាប្រហែលជាខ្សាច់ឈាមខ្ញុំមានឈាមជ័រជាចិនអញ្ចឹងខ្ញុំត្រូវតែរំលឹកពេលដែលបុណ្យឆ្នាំនឹកដល់ដូនតានឹងឯងបាទលោកបណ្ឌិតក៏ជាអ្នកវិទ្យាសាស្ត្រមួយរូបដែរលោកបណ្ឌិតទទួលស្គាល់ពីសកលភាវូបនីយកម្មដែរទេជាការពិតសកលភាវូបនីយកម្មមិនអាចជារនាំងទេប៉ុន្តែនៅកម្ពុជាវាខុសអំពីប្រទេសដទៃត្រង់ថាស្អីដែលមកខូចតែប្លែកគឺខ្មែរចាប់ដើមយកឧទាហរណ៍ម៉ូតសក់កូរ៉េឧទាហរណ៍ hamburger បែបអាមេរិកផឹក Coca-Cola ឯចិនគេសកលភាវូបនីយកម្មដែរប៉ុន្តែចិនគេរក្សាប្រពៃណីគេបានអាហ្នឹងហើយដែលយើងត្រូវគិតមើលថាស្អីគឺគេបណ្ដោះនៃវប្បធម៌ចេញពីបេះដូងគេប៉ុន្តែគេមិនបង្រៀនឲ្យកូនគេកូពីទេមិនឲ្យថតចម្លងឯស្រុកយើងចូលចិត្តថតចម្លងតែអត់ផុសចេញពីបេះដូងដែលមិនផុសចេញពីបេះដូងនេះហើយដែលធ្វើឲ្យសាបរលាបពីមួយថ្ងៃទៅមួយថ្ងៃហើយបាត់បង់នៅអ្វីដែលជាសារជាតិរបស់ខ្លួនដល់គេប្រទេសចិនប្រជាជនចិនគិតមើលទីណាមានពន្លឺទីនឹងមានចិនប៉ុន្តែចិនទៅដល់ស្រុកណាក៏ដោយគឺគេ
ป้อมน้อมในประเพณีរបស់គេព្រោះអីព្រោះគេផុសចេញពីបេះដូងរបស់គេគេអត់ copy ទេមានចំណុចមួយទៀតតើលោកបណ្ឌិតទទួលស្គាល់ដែរឬទេអំពីតេតិនទៅនឹងវិស័យសេដ្ឋកិច្ចក្នុងគ្រួសារប្រជាជនខ្មែរមួយចំនួនដែលពីមុនមកគាត់មិនធ្លាប់សែនចិននោះក្រោយមកគាត់និយាយថាត្រូវតែសែនដែរទៅពីព្រោះកុំឲ្យកូនគាត់មើលមកគេទី2បើទោះជាសែនទៅគោអាហារទាំងអស់ហ្នឹងយើងញ៉ាំនៅក្នុងគ្រួសារបរិភោគនៅក្នុងគ្រួសារទាំងអស់គ្នាដដែលទេដូច្នេះប៉ុន្តែទន្ទឹមនឹងគាត់អាចនិយាយភាសានឹងបានលុះត្រាតែគាត់មានលទ្ធភាពទិញម្ហូបអាហារយកមកសែនដែរបានន័យថាវាមានកំណើនសេដ្ឋកិច្ចក្នុងគ្រួសាររបស់គាត់បានជាគាត់អាចធ្វើអញ្ចឹងលោកបណ្ឌិតទទួលស្គាល់ដែរទេនេះវាមានចំណុច3កាលណាយើងបន់ច្រើនវាធ្វើឲ្យដំណើរសេដ្ឋកិច្ចរីកចម្រើនកាលណាយើងបន់ច្រើនធ្វើឲ្យមនុស្សគិតពិចារណាថាដល់ពេលបន់ទៅខំរលុយកុំឲ្យស្ពឹកទម្រុននឹងទី2ទី3កាលណាធ្វើបន់ច្រើនធ្វើពួកខ្មែរយើងមានចរិតមួយអត់ស្គាល់អីខ្លួនឯងទេតែខ្មាស់អ្នកដទៃតែបើគេធ្វើអញ្ចឹងធ្វើឲ្យដូចគេទៅការធ្វើឲ្យដូចគេមិនមែនជាប្រពៃណីសម្រាប់ឲ្យយើងរក្សានៅអត្តសញ្ញាណជាតិទេគឺការធ្វើដូចគេគឺធ្វើឲ្យយើងបាត់បង់នៅស្អីដែលខ្លួនមានយើងត្រូវមានស្អីដែលពីក្នុងជំហររបស់ខ្លួនហើយឲ្យសង្គមខ្មែរចូលចិត្តថាខ្លាចអ្នកចិត្តខាងខ្លាចខុសគេប៉ុន្តែខ្លួនអត់ខំខ្លួនអត់ដឹងអំពីអត្តសញ្ញាណរបស់ខ្លួនអត់មានភ័យទេហើយពេលណាគេចង់បានម្នាក់ចេះថាប្រពៃណីចិនប្រពៃណីខ្មែរអ្នកខ្លះទៅគោរពប្រពៃណីខ្មែរប៉ុន្តែខ្មែរស្អីដែលជាប្រពៃណីអត់មានទាល់តែសក់ពីចុងសក់ដល់ចុងជើងគឺលែងមានខ្មែរអឺរ៉ុបបន្តិចចិនបន្តិចយួនបន្តិចខ្មែរយើងអត់មានទេអញ្ចឹងទេយើងចង់បង្ហាញកន្លែងហ្នឹងថាខ្មែរយើងឆាប់ផ្ដិតយកបានហើយការផ្ដិតទាំងអស់នេះវាអាចជាការរីកចម្រើនដោយលោកនិយាយហើយថាវាជាសកលភាវូបនីយកម្មប៉ុន្តែសកលភាវូបនីយកម្មក៏ត្រូវតែគិតអំពីអត្តសញ្ញាណរបស់យើងដែរអញ្ចឹងទេយើងឃើញហើយពេលបច្ចុប្បន្ននេះកម្ពុជាសឹងតែទាំងអស់គេបានប្រារព្ធនៅវិធីបុណ្យចូលឆ្នាំចិនហើយជាឆ្នាំមួយខ្លាំងជាងឆ្នាំសកលទៅទៀតតែឆ្នាំសកលរដ្ឋឲ្យឈប់ហ្នឹងអ្នកដែលប្រារព្ធហ្នឹងមិនបានទៅមានតែហាងធំនេះគេដាក់ដើមគ្រីស្មាស់ប៉ុន្តែបើនៅឥឡូវនេះយើងគិតមើលទៅផ្ទះណាក៏មានគោមចិនផ្ទះណាក៏មានសែនមានព្រេនបាទទាំងអស់អញ្ចឹងទេមិនបាច់ទេចរន្តចិនចូលមកហើយដោយសារអីដោយសារខ្មែរមានឈាមជ័រជាចិនខ្មែរមានឈាមជ័រដែលជាចិនសុទ្ធនិងកូនកាត់ចិននឹងច្រើនមែនទែនបាទអ្វីដែលជាការខាតបង់នោះនៅពេលដែលលោកបណ្ឌិតមានប្រសាសន៍ថាវត្តមានចិនចូលនោះខាតបង់មាន3ទី1លោកដឹងហើយខាតបង់អត្តសញ្ញាណទី2បាត់នៅការសម្រេចចិត្តរបស់មនុស្សម្នាក់ចូលចិត្តចម្លងគេបាត់នៅជំហររបស់ខ្លួនទី3ស្អីដែលបាត់បង់នៅលើទឹកដីខ្មែរមានគេថាមួយអួតនៅតាមទូរទស្សន៍អីតាមហ្នឹងថាខ្មែរមានអាឆារយៈមានវប្បធម៌ចាស់ហើយប៉ុន្តែយើងទៅចម្លងពីគេមកសឹងទាំងអស់ហើយទទួលយកគេដោយឥតខ្មាស់ប៉ាយសំបីតការស្លៀកពាក់ដូចចិនទាំងអស់ហើយហ្នឹងហើយយើងស្រឡាញ់អីរហូតដល់ដូចចិនរហូតដល់ពេលខ្មោះអីទាំងអស់ហ្នឹងសិតតែចិនសំបីតហែខ្មោចហ្នឹងក៏ហែតាមរបៀបចិនទៀតទៅហើយអញ្ចឹងទេអាហ្នឹងវាទៅហើយប៉ុន្តែវាចំណេញ2សំខាន់ទី1គឺធ្វើឲ្យសេដ្ឋកិច្ចដើរទី2យើងមិនរើសអើងជាតិសាសន៍ទៅតាមច្បាប់រដ្ឋធម្មនុញ្ញគេថាប្រជាជនដែលរស់នៅលើទឹកដីកម្ពុជាអាចមានជំនឿសាសនាទៅតាមតម្រូវការរបស់គេសូមអរគុណលោកបណ្ឌិតសុកទូចដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិជុំវិញថ្ងៃពិធីបុណ្យសែនចូលឆ្នាំចិនសូមបញ្ជាក់ថាលោកបណ្ឌិតសុកទូចគឺជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈសូមជម្រាបលាបាទ